បាទជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទគ្នាយើងអស់គ្នាបាទឥឡូវវិលមកជួបខ្ញុំបាទទៀតហើយបាទ PK 24G បាទថ្ងៃនេះខ្ញុំមករៀបចំផ្សិតអញ្ចឹងណាគ្នាយើងព្រោះអីផ្សិតបាទខ្ញុំវាដល់នេះហើយវាជាទៀតអញ្ចឹងយើងត្រូវការរៀបជាជួរឲ្យស្អាតមើលទៅមកគេមើលមកស្អាតអញ្ចឹងណាហើយផ្សិតខ្ញុំដូចជាដាំយូរដែរពុកម៉ែបងប្អូនផ្សិតខ្លះឡើង7ពណ៌បាទពុកម៉ែបងប្អូននៅឡើយយើងរៀបចំវាដាក់មកជួរអញ្ចឹងខ្ញុំចង់ដាក់ខាងនេះដាក់ខាងស្ដាំបាទពុកម៉ែបងប្អូនហើយខ្ញុំកំពុងរៀបចំដាក់ហើយព្រោះផ្សិតធំពេកពុកម៉ែបងប្អូនដាក់បើអត់រៀបទេអត់មានកន្លែងដើរទេបាទតែអត់រៀបអត់មានកន្លែងដើរអត់កើតឆ្អៀតដល់ហើយយើងរៀបចំវាដាក់សិនមកយើងយកអា7ពណ៌ដាក់ផ្សេងសិនយើងដាក់អាពណ៌ដូចគ្នាសិនអញ្ចឹងណាដើម្បីមើលទៅវាស្អាតហើយយើងកំពុងរៀបចំវាមកជួរអញ្ចឹងណាយើងយកពណ៌ដូចគ្នាមកស7ពណ៌យើងដាក់ចិត្តគ្នាឲ្យមើលមកស្អាតឃើញច្រើនអញ្ចឹងហើយមើលទៅដើរទៅស្រួលដែរទេបាទនេះយើងយកមកដាក់ទៀតមកនេះបាទបងប្អូនមកជួរបាទមកជួរបាទមកជួរហើយផ្សិតយើងដូចជាច្រើនដែរផ្សិតខ្ញុំអាចជាមួយរយៈទៀតបានលក់បងប្អូនព្រោះអីចាំវាឡើងពណ៌ស្មើគ្នាអស់ចឹងណាចាំយើងលក់ម្ដងទៅបានចំណេញនេះយើងដាក់ហើយមកជួរបាទឥឡូវយើងចាប់ផ្ដើមរៀបម្នាស់ម្ដងយើងមានតូចមានធំដូចគ្នាបងប្អូនយើងរៀបមកជួរដែរមកដាក់វាចិត្តគ្នាចឹងមកបាទដើម្បីមានកន្លែងដែរហើយណាមួយវាមើលមកស្អាតផងទាំងជួរចឹងមើលឃើញជួរស្អាតហើយមួយរយៈទៀតបានលក់បាទបងប្អូនមួយរយៈទៀតចាំខ្ញុំចេញវីដេអូប្រមូលផលលក់ចឹងណាថាបានមកនេះបានបាទហើយយើងរៀបជាជួរចឹងទៅនេះបាទមើលទៅស្អាតម្យ៉ាងដែរតាខ្ញុំចង់ដាំឲ្យចេញពណ៌អិនតនូដែរតែអត់ចេញយើងខ្វះបច្ចេកទេសដាំអញ្ចឹងអត់ងាយចេញពណ៌អិនតនូទេនេះបាទយើងរៀបហើយអញ្ចឹងឃើញជួរផ្សិតមកជួរម្នាស់មកជួរអញ្ចឹងណាអូខេអត់ចង់រួចទេតអោនទៀតអញ្ចឹងតើយើងដាក់ជួរអញ្ចឹងបានស្រួលដើរមើលហើយស្រួលដើរដាក់ទឹកដល់អញ្ចឹងអត់ការទេបាទវីដេអូហ្នឹងមានប៉ុណ្ណឹងដែរ